សួស្តីបងប្អូនទាំងអស់គ្នារដូវកាលស្វាយទុំបងប្អូនអញ្ចឹងទៅសម្បូរស្វាយបងប្អូនធ្វើតំណាប់ខ្លះទៅទុកញ៉ាំបងប្អូនហើយអានេះវិធីធ្វើដំណាប់ស្វាយរបស់ខ្ញុំបងប្អូនហើយលាងស្វាយចិតសម្បកហើយយើងយកស្វាយមកចិតជាចំណិតចំណិតអញ្ចឹងបងប្អូនចិតជាចំណិតចំណិតអញ្ចឹងហើយបងប្អូនហើយយើងនឹងយកទៅដាក់ស្ងោរបងប្អូនដាក់ស្ងោរនឹងស្ករបងប្អូនយើងចាក់ស្ករឲ្យអាលាយហើយចាក់ស្ករហើយយើងស្ងោរវាឲ្យវាឡើងឆ្អិនឡើងចូលស្ករអញ្ចឹងណាបងប្អូនហើយយើងចាប់ផ្ដើមស្រង់បងប្អូនស្រង់យកមកដាក់ហាលអញ្ចឹងណាបងប្អូនយើងមើលមកល្មមស្ងោរវាហ្នឹងណាបងប្អូនកុំឲ្យវាឆ្អិនពេកវាលួយអញ្ចឹងណាបងប្អូនយើងយកមកល្មមហើយស្រង់ហាលបងប្អូនហើយនេះយើងហាលទៅយើងប្រែត្រឡប់វាអីចឹងទៅណាបងប្អូនថ្ងៃល្អយើងហាលទៅហាលតែ2ថ្ងៃអីគឺថាអាចញ៉ាំបានណាបងប្អូនឲ្យតែមានថ្ងៃល្អយើងហាលតែ2ថ្ងៃយើងញ៉ាំបានវាស្ងួតល្មមបងប្អូនវាមិនស្ងួតពេកទេណាបងប្អូនតែកាលណាស្ងួតពេកវាស្វិតអញ្ចឹងណាបងប្អូនហើយនេះជាដំណាប់ស្វាយធ្វើរួចជាស្ថាពរបងប្អូននេះមានស្វាយពីរប្រភេទបងប្អូនមានប្រភេទស្វាយរៀងពណ៌លឿងហ្នឹងបងប្អូនអាហ្នឹងវារៀងជូរអែមអញ្ចឹងណាបងប្អូនហើយប្រភេទខាងក្រោយនោះស្វាយវារៀងសកមនោះបងប្អូនអាហ្នឹងស្វាយរៀងទុំបងប្អូនអញ្ចឹងវារៀងផ្អែមបងប្អូនផ្អែមជាងអាមុខអាលឿងហ្នឹងវារៀងជូរអែមបងប្អូនហើយយើងធ្វើហើយយើងរៀបដាក់ប្រអប់អញ្ចឹងបងប្អូនរៀបដាក់ប្រអប់ចឹងហើយយើងយកទៅដាក់ក្នុងទូទឹកកកទៅបងប្អូនអាហ្នឹងទុកញ៉ាំបានយូរបងប្អូនអត់ខូចទេយើងទុកក្នុងទូទឹកកកទៅហើយខ្ញុំក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់ហើយក៏សូមជួយ Subscribe YouTube ខ្ញុំម្នាក់មួយផងបងប្អូន